បងប្អូនបាទក្រោយពីប្រទេសយើងជួបបញ្ហាសង្គ្រាមព្រំដែនឥឡូវផលិតផលជាច្រើនបានលេចរូបរាងឡើងជាច្រើនពីច្រើនសិតតែ brand របស់ខ្មែរយើងបងប្អូនហើយខ្ញុំចង់ឲ្យបងប្អូនស្គាល់អំពីតើផលិតផលណាដែលផលិតផលនាំចូលហ្នឹងហើយធ្វើ brand ថ្មីហើយផលិតផលណាជាផលិតផលខ្មែរសុទ្ធសាធហើយផលិតផលណាដែលជាផលិតផលវេចខ្ចប់ដូរសពបាទតោះបងប្អូនយើងក្នុងផលិតផលមួយវាមានទី1គឺវាមាន trademark brand ហើយវាមាន brand name description how to use ingredient អីចឹងទៅហើយវាមាន address ហើយមាន certification ហ្នឹងហើយវាមានអញ្ចឹងcertify បាទវាចេញអញ្ចឹងទៅហ្នឹងហើយអញ្ចឹងលក្ខណៈផលិតផលដូចមានប្រមាណដូចខ្ញុំនិយាយមិញហ្នឹងទី1វាមាន brand name brand នេះ brand នេះ brand name បន្ទាប់មកវាមាន description product description ហ្នឹងហើយមាន logo អញ្ចឹងទៅណាតោះយើងមើលផលិតផល Impress នេះមួយដែលធ្វើជាពីស្ពៃនេះបាទស្ពៃកញ្ញាញ់នេះបាទផ្សំជាមួយនេះមានទឹកឃ្មុំមានអីនេះបងប្អូនបាទនឹងជាផលិតផលរបស់ខ្មែរយើងហើយមើលឯណាមិនដឹងផលិតផលរបស់ខ្មែរសោះនេះវាដាក់ទី1យើងមើលទៅលើ barcode ហើយនឹងចបផនេះហ្នឹងហើយយើងមើល barcode វិញនេះបន្ទាប់មកយើងមិនទុកចិត្តនេះយើង scan វាបាទបងប្អូន download កម្មវិធីនេះ QR barcode scanner នេះហ្នឹងហើយពេលបងប្អូន scan ទៅវាដាក់រូបកម្ពុជាបាទ884កម្ពុជាបាទហ្នឹងជាផលិតផលរបស់ខ្មែរហើយវាដាក់អក្សរជាទៀតយើងមើលទៅលើនេះវាដាក់អក្សរ product of Cambodia ហើយនៅលើ barcode ហ្នឹងវាដាក់ចបផហ្នឹងជាផលិតផលខ្មែរយើងសុទ្ធតែម្ដងបាទអាហ្នឹងមានន័យថាលុយនៅក្នុងស្រុកបាទលុយហ្នឹងវាវិលនៅក្នុងស្រុកបាទនឹងលុយក្នុងស្រុកណាបាទលុយនឹងបានមកលើជនជាតិខ្មែរយើងបាទមកមើលផលិតផលនេះមួយតែកំពុងតែល្បីដែរថ្នាំលុតធ្មេញខ្មែរស្មាយនេះបាទbrand របស់គាត់នោះ NNP របស់ត្រីណានៅពេជ្រភ្នៅបាទគាត់បើកក្រុមហ៊ុនតពីគ្រឿងសម្អាងមកគាត់ធ្វើថ្នាំលុតធ្មេញទៀតបាទនឹងកូនខ្មែរយ៉ាងដែរគេបានចុះបញ្ជី trademark brand របស់គាត់ធំទៅហើយយើងមើលលើ description របស់គាត់នេះណានេះជាផលិតផលចិនទេដែលនៅក្នុងទីក្រុងហ្វូសាននៅខេត្តខ្វាងតុងបាទគាត់ចុះកងត្រាមួយគាត់មួយចិនហ្នឹងដើម្បីនាំចូលផលិតផលហ្នឹងមកចែកចាយលក់នៅក្នុងស្រុកយើងអញ្ចឹងវាត្រូវការឆ្លងកាត់ពន្ធគយបាទហើយការចុះបញ្ជីបាទក្រុមហ៊ុនក្រុមអីហ្នឹងគឺលុយបានមកខ្មែរជនជាតិខ្មែរយើងដែលប៉ុន្តែលុយហ្នឹងវាត្រូវហូរចេញទៅចិនបាទដោយសារខ្មែរយើងវាអត់មានផលិតផលក្នុងស្រុកបាទគឺថាគិតវាអត់ឃើញបងប្អូនណាគិតអត់ឃើញថាធ្វើមិនបានលុយមកខ្មែរវាគិតឡើងហ្នឹងវាគិតអត់ឃើញហ្នឹងធ្វើ brand ចេះលុយបានមកខ្មែរមួយចំណែកបាទប្រហែលជាថា 40% ចុះទៅចិន 60% តែបើអានេះអាហ្នឹងលុយបានមកខ្មែរ 100% ហ្នឹងអាហ្នឹងអញ្ចឹងណាតោះយើងមើលនេះបងប្អូន scan នេះ barcode វានេះចាំមើលណាចាំមើលខ្ញុំ scan ហ្នឹងខ្ញុំ scan មើលចាក់ចេញមកវិញណាជាមួយខ្ញុំ scan ណាអត់ច្បាស់សោះ
នេះវាដាក់ China តែម្ដងបាទពេលយើង scan នេះវាដាក់ China តែម្ដង scan លើ barcode ហ្នឹងហើយគេដាក់ថា A Cambodian brand ហ្នឹងហើយអញ្ចឹងនិយាយថាជា brand របស់ជនជាតិខ្មែរដែលគាត់ទិញផលិតផលពីក្រៅស្រុកហើយគាត់ធ្វើ brand វិខ្ចប់ខ្លួនគាត់ហ្នឹងហើយឥឡូវមកមើលសាប៊ូនេះម្ដងបោកអាម្ដងសាប៊ូនេះវាដាក់ package in Cambodia វិខ្ចប់ក្នុងប្រទេសកម្ពុជាណាមិនមែនផលិតនៅក្នុងប្រទេសកម្ពុជាទេបងប្អូនវាវិខ្ចប់ឥឡូវយើង scan barcode ទៅ scan barcode សិនជាប់ពាណិជ្ជកម្មទៀតតើមើល scan សាប៊ូនេះមួយមើលពាណិជ្ជកម្មដល់កមក F3 ទៅចឹង continue the app scan barcode នេះមួយចាំមើល loading មើលអូ Cambodia ដែរណាហ្នឹងហើយអានេះ Cambodia ដូចគ្នាប៉ុន្តែវាឧបមន្តអី ingredient អីមិនមែនផលិតក្នុងស្រុកទេណាគឺនាំចូលពីគេទាំងអស់មកវិចខ្ចប់នៅខ្មែរយើងបាទខ្ញុំមិនដឹងថាមកពីខាងណាទេប៉ុន្តែវាយ barcode ខ្មែរបាទស្រុកយើងអាចធ្វើបានបាទវាយ barcode ខ្មែរហ្នឹងអាហ្នឹងក៏លុយចេញទៅក្រៅដែរហ្នឹងហើយលុយចូលបានតែមួយក្រុមហ៊ុនហ្នឹងគ្នាប្រមាណ100នាក់ហ្នឹងទៅហើយលុយក៏ចេញទៅក្រៅដែរព្រោះយើងត្រូវទិញវត្ថុធាតុដើមគេយកមកវិចខ្ចប់ក្នុងស្រុកហ្នឹងហើយហ្នឹងលុយចេញក្រៅដែរតែបើអានេះលុយនៅខ្មែរយើងសុទ្ធសាធបាទរបស់ខ្មែរយើងសុទ្ធសាធគូបំណងដែលខ្ញុំចង់បង្ហាញពីផលិតផលចង់ឲ្យបងប្អូនដឹងថាផលិតផលណាលុយដល់ដៃប្រជាពលរដ្ឋខ្មែរយើងថាលុយបានមកខ្មែរណាតែនិយាយអញ្ចឹងហ្នឹងហើយពេលយើងទិញយើងអីទៅគឺលុយហ្នឹងបានមកដល់ដៃជនជាតិខ្មែរយើងធ្វើជនជាតិខ្មែរយើងមានបានទូទីទាំងអស់គ្នាសេដ្ឋកិច្ចវារឹងមាំសេដ្ឋកិច្ចរឹងមាំបាទមានលុយពង្រឹងវិស័យយោធាការពារទឹកដីការពារអីចឹងទៅហើយបើយើងអត់ផលិតផលក្នុងស្រុកផងហើយប្រើតែរបស់គេលុយទៅក្រៅអញ្ចឹងសេដ្ឋកិច្ចទុនខ្សោយ100ឆ្នាំទៀតក៏ដើមមិនតាន់គេដែរនៅគេជន់នៅគេយកដីអដែលហ្នឹងហើយអញ្ចឹងសំខាន់យើងមានផលិតផលក្នុងស្រុកបានធ្វើឲ្យសេដ្ឋកិច្ចរបស់យើងវារីកចម្រើនគឺថាវាមិនពិបាកទេបងប្អូនគ្រាន់តែគិតធ្វើមិនបានលុយមកខ្មែរសោះទៅមិនពិបាកមើលមិនចេះឲ្យសួរគេដែរបាទគេអ្នកចេះមកកណោបាទអត់ពិបាកសោះធ្វើអីមួយដែលវាអត់ច្បាស់ហ្មងនោះថាដើរបុកអញ្ចាំងហើយបានដឹងថាមានអញ្ចាំងហើយបានកែលម្អហ្នឹងវាអត់កើតទេធ្វើអីមួយគេត្រូវគិតទុកជាមុនធ្វើផែនការទុកជាមុនហើយយើងត្រៀមលក្ខណៈហើយហ្នឹងហើយអាហ្នឹងបានវាល្អហ្នឹងហើយមិនថាធ្វើអីក្រសួងអីគឺធ្វើអីត្រូវគិតទុកមុនហើយមានការត្រៀមលិតជាប្រចាំទៀតតាមដានទៀតការងារអស់ហ្នឹងទៀតបានវាបានល្អហ្នឹងហើយទទួលយកការរិះគន់ហ្នឹងហើយអាហ្នឹងបានវាបានល្អហ្នឹងហើយតែបើបិទមាត់ហើយគឺចប់ហើយបាទចប់ហើយចប់មកហ្នឹងតាមណាដែរហ្នឹងហើយថ្ងៃណាមួយគង់គេវាយយកទៀតទឹកភ្នែកទឹកសបោហាមតាមព្រំដែនទៀតអាហ្នឹងយើងកុំបន្ទោសណាអាហ្នឹងមកពីយើងអត់ទេបានគេវាយយកបានគេជន់នោះហ្នឹងអញ្ចឹងទេមានភាពស្មើគ្នាណាចរចាណាមានភាពស្មើគ្នានៅលើតុដែលទាំងយើងខ្សោយទេបងប្អូនចង់និយាយប៉ុណ្ណឹងនិយាយច្រើនខុសច្រើន